បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទជាបុគ្គលិកផ្នែកលក់បាទរបស់វិជាធម្មជាតិជប៉ុនសញ្ញាផែនដីនិងបាទក្បាលសឹងថ្ងៃនេះខ្ញុំបាទចុះចង្ការចាត់ទីរបស់លោកពូខាត់គីបាទស្ថិតនៅក្នុងភូមិមកខាងជើងឃុំមកស្រុកស្រីស្នំខេត្តសៀមរាបបាទចង្ការចាត់ទីរបស់គាត់នេះគឺបានប្រើប្រាស់ជីបាទធម្មជាតិជប៉ុនសញ្ញាផែនដីប្រភេទម្សៅបាទលាយជាមួយនឹងហ៊ុយរ៉េសញ្ញាក្បាលសឹងបាទបន្ទាប់ពីការប្រមូលផលអស់និងតាក់តែងមេឃរួចគាត់ចាប់អារម្មណ៍បានដាក់ជីបំពន់ឡើងវិញបាទដែលមានផែនដីម្សៅនិងបាទហ៊ុយរ៉េក្បាលសឹងបាទស្ថានភាពក្រោយដាក់ជីរួចយើងឃើញថាបាទត្រួយថ្មីចាប់ដើមលាស់ចេញមកឡើងវិញបាទនិងប្រភេទស្លឹកចាស់បាទទាំងចាស់ទាំងថ្មីគឺមានសភាពខៀវស្អាតបាទចន្ទីគឺមានកម្លាំងឡើងវិញបាទខ្ញុំបាទមានប៉ុណ្ណឹងបាទសូមអរគុណបាទសូមជម្រាបលាពុកម៉ែបងប្អូន